khaiภาษาធ្លាក់ភ្លៀងចេះសម្បោយស្លឹកខ្នឹងចាថ្ងៃនេះទិញស្លឹកខ្នឹងមកឆ្លជាមួយនឹងតកួនស្រួយឲ្យបានត្រីជៀនមួយមុខទៀតនិយាយពីថាត្រូវក្នួយគ្នាមែនតែនស្លមកជូរជាមួយត្រីជៀនញិចម្ទេសហិលបាយក្តៅស្រួយណាអើយបងប្អូនសម័យចាញ់ទេថារសជាតិវាដល់ណាហើយបាយនឹងអស់ប្រមាណចានអញ្ចឹងណាចាហើយនេះដាក់ស្លបងវ៉ារ៉ាហុកបងខ្ទឹមសខ្ទឹមក្រហមអីចឹងទៅមានដែងស្លឹកក្រួយអីក៏ថែមនឹងទៀតទៅចាប៉ុន្តែខ្ញុំមានតែប៉ុណ្្នឹងខ្ញុំក៏ដាក់តែប៉ុណ្្នឹងទៅចាហើយក៏ទម្លាប់របស់យើងមុនស្លមកជូរបងត្រីយើងក៏បងអំបិលមកចាប់អីចឹងទៅហើយបន្ទាប់មកយើងដាក់ត្រីហ្នឹងកុំឆ្ងល់ដើម្បីបានពីរពណ៌ខុសគ្នាដោយសារមានទាំងត្រីប្រាមានទាំងត្រីពោចាហើយក៏បងស្លឹកកណ្ដឹងនឹងចូលទៅព្រោះស្លឹកនឹងឲ្យវាឆាប់ចេញជាតិជូរអញ្ចឹងណាហើយស្លឹកនឹងមួយចានហ្នឹងក៏ជូរល្មមឆ្ងាញ់ចាញ៉ាំតាំងពីព្រឹករហូតដល់ល្ងាចហើយខ្ញុំថាដាក់តកួនមកបន្តិចបានហើយទុកឆាត្រឡប់ប្រេងខ្យងខ្លះម៉ែខ្ញុំក៏ថាអត់ទេដាក់ទាំងអស់ទៅអើយធំទៅតែបន្តិចហ្នឹងហើយផ្ទះខ្ញុំនោះសុទ្ធតែអ្នកចូលចិត្តហូបតកួនបងប្អូនចាថាតកួនឆ្លក់ទឹកតកួនស្រួយឬក៏តកួនចិនអីទេអូយឲ្យតែតកួនឆ្លក់ប្រហុកក៏ត្រូវឆាប្រេងខ្យងធ្វើជ្រក់ធ្វើញោមអីអូយឆ្ងាញ់នឹកឃើញចង់ធ្វើជ្រក់តកួនណាបងសដែកបដោះក៏ដូចជាផ្កាស្នោណាហើយជ្រលក់ជាមួយត្រីក៏បានជាមួយនឹងឆ្អឹងជំនីឈូកអាំងក៏បានដែរគឺដឹងតែឆ្ងាញ់តែហ្មងអូយនិយាយចឹងនឹកឃើញប្រហែលជាអាចធ្វើហូបហើយទៅចាព្រោះវាឆ្ងាញ់ណាចាឥឡូវយើងបងត្រីបងគ្រឿងហើយនឹងដួសអាពពុះលើចេញមកបន្តិចទៅព្រោះហ្នឹងវាជួយឲ្យកាត់ឆ្អាបកាត់អីចឹងបានច្រើនពេលយើងដួសវាចេញណាចាហើយកុំងាស់វាបន្តិចទៅដោយសារត្រីទលេក៏វារៀងស្វិតដែរអញ្ចឹងណាមកត្រីខ្ញុំជៀនក៏ហមល្អឆ្អិនឆ្អៅល្អមែនចាប្រឡាក់គ្រឿងត្រូវបងប្អូនយើងដាក់ស្ករកុំច្រើនពេកណាហើយនិយាយពីថាឆ្ងាញ់ជាតិត្រីនោះឃើញតែអញ្ចឹងហើយបានតែពងពេញពោះហើយបានឲ្យលឹកមកទៀតអូយបានហើយឆ្ងាញ់ណាស់ចាហើយមកហូបខែភាសាស្រុកស្រែនេះបានតែប៉ុណ្្នឹងបងប្អូនឆ្ងាញ់ណាស់ខ្ញុំធ្លាប់ទៅលេងស្រែទៅលេងស្រុកកំណើតរបស់ខ្ញុំងើបពីព្រលឹមឡើងម៉ោង6កន្លះ7ហ្នឹងទៅទិញត្រីឲ្យតាន់គេចាតែហ៊ានងើបទៅម៉ោង8 9ដូចយើងអ្នកនៅក្រុងចប់ទៅដល់ដឹងតែមានតែឆ្អឹងត្រីទេព្រោះគេលក់ជិតអស់ហើយហ្នឹងចាទៅឲ្យទិញបានត្រីល្អណាពួកគាត់បាចតាមវាស្រែតាមអីយកមកលក់ហើយអ្នកខ្លះក៏ដាក់ធូរដាក់អីដាក់មងដាក់អីអញ្ចឹងណាអូបងប្អូនឲ្យនិយាយពីត្រីហើយស្លបងអមស្រែឆ្ងាញ់មែនតើចាហើយយើងមកអមនៅឯក្រុងនោះក៏វាឆ្ងាញ់ដែរប៉ុន្តែគាត់ថាវាក្លិនវានោះណាវាមិនឈ្ងុយឈ្ងប់ពេកដូចមកអមស្រែយើងគាត់តែដាក់ចូលទៅក្លិនគេនោះអូយតាក់ទាញអ្នកហូបតែម្ដងចាតាមអមក្រុងហ្នឹងក៏រសជាតិគេមកបែបគាត់ណាគេឆ្ងាញ់បើសិនជាយើងយកមកដាក់ស៊ុបដាក់អីចឹងណាដាក់ស៊ុបដឹងតែឆ្ងាញ់ហើយតែបើយើងដាក់មកអមស្រែមកអមស៊ុបដាក់ស៊ុបហ្នឹងវាអត់សូវឆ្ងាញ់វិញបានតែមកអមក្រុងអីចឹងទៅចាឥឡូវមកហូបរបស់ខ្ញុំហ្នឹងក៏រួចរាល់ហើយមិនជឿបងប្អូនភាសាបាយជុំជាមួយខ្ញុំមកពេលអរគុណបងប្អូនទាំងអស់គ្នាសម្រាប់ការតាមដានទស្សនាវីដេអូខ្ញុំពីដើមដល់ចប់ជំរាបលា